ដោយសារតែខ្ញុំមានរាងកាយមានផ្ទៃពោះពីកំណើតខ្ញុំបានរៀបការជាមួយស្ដេចពស់ហើយបងស្រីភ្លោះរបស់ខ្ញុំបានរៀបការជាមួយស្ដេចនាគគេនិយាយថាអ្នកដែលមានរាងកាយមានផ្ទៃពោះពីកំណើតនឹងផ្ដល់កំណើតដល់កូននៃជោគវាសនាខ្ញុំត្រូវបានស្ដេចពស់ស្រឡាញ់យ៉ាងខ្លាំងហើយមិនយូរប៉ុន្មានក៏ក្លាយជាមហេសីពស់នៃត្រកូលបិសាចចំណែកបងស្រីខ្ញុំវិញនាងតែងតែត្រៀមខ្លួនមានផ្ទៃពោះអស់រយៈពេល100ឆ្នាំមកហើយបើនាងមិនអាចបង្កើតកូនបានទេស្ដេចនាគនឹងទម្លាក់នាងធ្វើជាប្រពន្ធចុងបងស្រីខ្ញុំច្រណែនខ្ញុំហើយផ្ដួចផ្ដើមគំនិតអញ្ជើញខ្ញុំទៅលេងវាំងនាគពេលជួបគ្នានាងស្លេកស្លាំងឈឺចាប់ខ្លាំងហើយរុញខ្ញុំចូលទៅក្នុងទីជ្រៅបំផុតដោយមិនស្ទាក់ស្ទើរពេលខ្ញុំបើកភ្នែកឡើងខ្ញុំបានកើតជាថ្មីនៅថ្ងៃជ្រើសរើសស្វាមីបងស្រីខ្ញុំបានបោះជំហានទៅមុខហើយជ្រើសរើសស្ដេចពស់ដោយសម្លឹងមើលខ្នងដ៏មានជ័យជំនះរបស់នាងខ្ញុំដឹងថានាងក៏បានកើតជាថ្មីដែរខ្ញុំញឹមហើយទទួលយកការរៀបចំរៀបការជាមួយស្ដេចនាគដោយស្ងប់ស្ងាត់បងស្រីខ្ញុំមិនដឹងតតែសោះអំពីភាពភ័យរន្ធត់នៃកូនចៅតកូលពស់ខ្ញុំនិងបងស្រីជាកូនភ្លោះហើយថ្ងៃខែឆ្នាំកំណើតរបស់យើងគឺដូចគ្នាពិតប្រាកដដោយសារតែមានគេទីថាគ្រួសារខ្ញុំនឹងមានអ្នកដែលមានរាងកាយមានផ្ទៃពោះពីកំណើតហើយមនុស្សបែបនេះអាចបង្កើតកូននៃជោគវាសនាបានដូច្នេះខ្ញុំនិងបងស្រីត្រូវបានត្រកូលនាគនិងត្រកូលពស់សុំរៀបការរៀងខ្លួនហើយយើងទាំងពីរអាចជ្រើសរើសស្វាមីដោយខ្លួនឯងបានឥឡូវនេះនៅចំពោះមុខយើងមានសម្បត្តិអាពាហ៍ពិពាហ៍ពីរសម្បត្តិអាពាហ៍ពិពាហ៍មួយគឺសម្រាប់ស្ដេចនាគបាតសមុទ្រខេងមិញហើយសម្បត្តិអាពាហ៍ពិពាហ៍មួយទៀតគឺសម្រាប់ស្ដេចពស់នៃពិភពបិសាចជីវិនក្នុងជីវិតមុនបងស្រីខ្ញុំជាអ្នកជ្រើសរើសមុននាងនិយាយថាស្ដេចណាគ្រោះនៅបាតសមុទ្រយូរហើយនាងនឹងរងទុក្ខជំនួសខ្ញុំនាងជឿជាក់យ៉ាងមុតមមថានាងអាចបង្កើតកូននៃជោគវាសនាសម្រាប់ស្ដេចនាគបងស្រីខ្ញុំបានឡើងកាន់តំណែងជាមាតានាគយ៉ាងឆាប់រហ័សដោយមធ្យោបាយរបស់នាងក្នុងរយៈពេល100ឆ្នាំនាងតែងតែត្រៀមខ្លួនមានផ្ទៃពោះផឹកថ្នាំថ្លៃបំផុតនៅសមុទ្រទាំង4និងអញ្ជើញគ្រូពេទ្យអមតៈល្អបំផុតនៅក្នុងពិភពទាំង3ប៉ុន្តែពោះរបស់នាងនៅតែមិនមានចលនាការអត់ធ្មត់របស់ខេងមិញមានកំណត់ជារៀងរាល់ឆ្នាំមានប្រពន្ធចុងម្នាក់ទៀតនៅក្នុងវាំងនាគស្ត្រីទាំងនោះសុទ្ធតែស្រស់ស្អាតដូចផ្កាហើយសុទ្ធតែមកពីគ្រួសារដែលមានប្រវត្តិបងស្រីខ្ញុំចាប់ផ្ដើមភ័យស្លន់ស្លោរហូតដល់ពិធីឡើងគ្រងរាជ្យនៅឆ្នាំទី100នាងនៅតែមិនមានផ្ទៃពោះកូននៃជោគវាសនាខេងមិញបានទម្លាក់នាងពីតំណែងជាមាតានាគទៅជាប្រពន្ធចុងថ្នាក់ទាបបំផុតនៅចំពោះមុខភ្ញៀវមកពីសមុទ្រទាំង4ហើយបន្ទាប់ពីខ្ញុំបានរៀបការជាមួយស្ដេចពស់ខ្ញុំមានផ្ទៃពោះត្រឹមតែ3ឆ្នាំប៉ុណ្ណោះទោះបីជាកូនដែលខ្ញុំសម្រាលមិនមែនជាកូននៃជោគវាសនាក៏ដោយក៏ស្ដេចពស់ជីវិនស្រឡាញ់វាខ្លាំងណាស់ត្រកូលពស់មានចិត្តស្មោះត្រង់ខ្ញុំជាស្ត្រីតែម្នាក់គត់របស់ស្ដេចពស់បើប្រៀបធៀបជាមួយបងស្រីខ្ញុំជីវិតខ្ញុំពិតជាអស្ចារ្យណាស់នាងច្រណែនខ្ញុំហើយបានអញ្ជើញខ្ញុំទៅវាំងនាគដោយចិត្តណាហើយរុញខ្ញុំចូលទៅក្នុងទីជ្រៅបំផុតហេតុអីបានជាឯងអាចរស់នៅបានល្អជាងឯងទៅស្លាប់ទៅពេលខ្ញុំបើកភ្នែកឡើងបងស្រីនៅចំពោះមុខខ្ញុំបានយកសម្បត្តិអាពាហ៍ពិពាហ៍មួយសន្លឹកមកមើលខ្ញុំយ៉ាងជ្រៅហើយងើបចង្កាឡើងដោយមោទនភាពប្អូនស្រីត្រកូលពស់រស់នៅក្នុងពិភពបិសាចហើយមានធម្មជាតិខូខើជីវិតនៅទីនោះលំបាកណាស់ទុកឲ្យបងស្រីរងទុក្ខជំនួសឯងចោះខ្ញុំមើលទៅនាងស្រាលក្នុងជីវិតមុនស្ដេចពស់ពិតជាមានខ្ញុំជាស្ត្រីតែម្នាក់គត់បន្ទាប់ពីរៀបការជាមួយគាត់ខ្ញុំត្រូវបានគេតែងតាំងជាមហេសីពស់យ៉ាងឆាប់រហ័សប៉ុន្តែទាំងនេះគ្រាន់តែជាផ្ទៃខាងក្រៅប៉ុណ្ណោះការទូចរបស់ត្រកូលពស់ចំពោះកូនចៅក៏ជាភាពភ័យរន្ធត់ដែលមិនអាចពិពណ៌នាបានដែរសម្លឹងមើលបងស្រីដ៏មានជ័យជំនះខ្ញុំយល់ថានាងក៏បានកើតជាថ្មីដែរនាងបានជ្រើសរើសស្ដេចពស់ជាស្វាមីមុនគេតើនាងពិតជាគិតថានាងនឹងទៅរីករាយមែនទេខ្ញុំទប់សំណើចមិនបានឪពុកមិនបានសួរយោបល់ខ្ញុំទេនៅលើសម្បត្តិអាពាហ៍ពិពាហ៍របស់ជីវិនគាត់បានសរសេរឈ្មោះបងស្រីខ្ញុំយកសម្បត្តិអាពាហ៍ពិពាហ៍នេះមកមើលដោយមោទនភាពប្អូនស្រីត្រកូលនាគមាននៅទូទាំងសមុទ្រទាំង4ហើយផ្ដល់ពរជ័យដល់ពិភពលោកពេលប្អូនស្រីអង្គុយលើបល្ល័ង្កមាតានាគត្រូវតែប្រាប់បងស្រីផងណាខ្ញុំសើចចំអកក្នុងចិត្តប៉ុន្តែមិនបង្ហាញនៅលើមុខទេបងស្រីពិតជាខ្វល់ខ្វាយពីប្អូនស្រីមែនខ្ញុំនិយាយដោយសំឡេងទន់ភ្លន់ភ្នែកខ្ញុំថែមទាំងឡើងក្រហមបន្តិចហើយកាន់ដៃនាងថ្នមបើបងស្រីជួបបញ្ហាអ្វីនៅទីនោះត្រូវតែតាក់ទងមកខ្ញុំណានាងច្បាស់ជាមិននឹកស្មានថាខ្ញុំមានប្រតិកម្មបែបនេះទេនាងស្រឡាំងកាំងបន្តិចបន្ទាប់មកជ្រុងមាត់របស់នាងក៏ងើបឡើងបន្តិចទៀតដឹងហើយនាងដកដៃចេញហាក់ដូចជាមិនចង់ពាក់ព័ន្ធជាមួយខ្ញុំច្រើនក៏ងាកទៅពិភាក្សាពីព័ត៌មានលម្អិតនៃអាពាហ៍ពិពាហ៍ជាមួយឪពុកខ្ញុំឈរស្ងៀមនៅម្ខាងស្ដាប់ពួកគេនិយាយថាថ្លៃបណ្ណាការរបស់ត្រកូលពស់ត្រូវបានបញ្ជូនមកដល់ភូមិគ្រីហើយថ្នាំបិសាច3ប្រអប់ក្រណាត់សូត្រត្បាញពីសូត្រដង្កូវនាងពាន់ឆ្នាំ2ដុំដាវវិញ្ញាណកម្រិតខ្ពស់មួយដើមនិងគុជពស់មួយគ្រាប់ដែលអាចពន្យាអាយុជីវិតបាន100ឆ្នាំថ្ងៃរៀបការត្រូវបានកំណត់នៅថ្ងៃទី9នៃខែក្រោយគេនិយាយថាស្ដេចពស់ជីវិនបានអញ្ជើញអ្នកផ្លូវចៅមហាអំណាចបំផុតនៅក្នុងពិភពបិសាចដើម្បីរៀបចំពិធីធំមួយចុះខាងត្រកូលនាគវិញស្រាប់តែបងស្រីងាកមកមើលខ្ញុំដោយទឹកដុំសម្លេងលេងសើចបន្តិចរឿងរៀបការរបស់ប្អូនស្រីតើមានអ្នកណាមកសុំទេខ្ញុំទម្លាក់ភ្នែកចុះសម្លេងខ្ញុំទាបបន្តិចស្ដេចនាគបានបញ្ជូនមនុស្សម្នាក់ឲ្យយកសម្បត្តិអាពាហ៍ពិពាហ៍មកដោយនិយាយថាវាំងនាគក៏វល់នឹងកិច្ចការពិធីមង្គលការនឹងធ្វើឡើងយ៉ាងសាមញ្ញហើយនឹងបញ្ជូនកៅអីស្នែងមកទទួលនៅពេលនោះសាមញ្ញបងស្រីបិទមាត់សើចស្ដេចនាគពិតជាមានចរិតទូលីមែនប្អូនស្រីកុំទុកក្នុងចិត្តអីសាមញ្ញបន្តិចក៏ល្អដែរចំណេញពេលឪពុកនៅក្បែរនោះចង់និយាយតែមិននិយាយទីបំផុតគ្រាន់តែដកដង្ហើមធំហើយសរសេរឈ្មោះខ្ញុំនៅលើសម្បត្តិអាពាហ៍ពិពាហ៍របស់ត្រកូលនាគខ្ញុំទទួលយកសម្បត្តិអាពាហ៍ពិពាហ៍ដ៏ស្តើងនោះចុងម្រាមដៃអង្អែលលើពាក្យខេងមិញជ្រុងមាត់ងើបឡើងបន្តិចបង្កើតជាស្នាមយំល្វីងជូរចត់ដ៏ស័ក្តិសមបងស្រីឲ្យបងស្រីពរជ័យដែលបងគិតថាបងបានដណ្ដើមយក
សង្ឃឹមថាបងអាចទទួលយកបានរហូតដល់ថ្ងៃរៀបការខ្ញុំអង្គុយក្នុងកៅអីស្នែងដ៏ធំទូលាយត្រជាក់ខ្ញុំអាចជឿសំឡេងទឹកហូរពេលឆ្លងកាត់ទ្វារទេវៈខ្ញុំក៏បានអង្គុយនៅក្នុងបន្ទប់កូនក្រមុំរួចទៅហើយទៀនក្រហមរេរំពណ៌ក្រហមចាំងពេញភ្នែកខ្ញុំអង្គុយនៅមាត់ក្រែជ្រុងមាត់នៅក្រោមស្បៃមុខមិនអាចទប់ស្នាមញឹមចំអកបានទេក្នុងជីវិតមុនខ្ញុំមិនដែលឈានជើងចូលវាំងនាគទេចំណាប់អារម្មណ៍ទាំងអស់ចំពោះស្ដេចនាគគឺមកពីបងស្រីពេលនាងត្រឡប់មកផ្ទះម្ដងការពាក្យសម្ដីដែលនាងនិយាយអំពីស្ដេចនាគសុទ្ធតែមានការអួតអាងនិងការអាក់អន់ចិត្តនាងនិយាយថាស្ដេចនាគមានចរិតក្រអឺតក្រទុំនិងផ្ដាច់ការនៅក្នុងវាំងនាគមានប្រពន្ធចុងជាច្រើនប៉ុន្តែនាងតែងតែបដូរប្រធានបទហើយបន្ថែមមួយឃ្លាប៉ុន្តែគាត់ប្រព្រឹត្តចំពោះខ្ញុំខុសពីគេក្រោយមកខ្ញុំបានក្លាយជាមហេសីពស់ហើយមានទំនាក់ទំនងញឹកញាប់ជាមួយវាំងនាគខ្ញុំក៏បានជួបខេងមេងពីរបីដងដែរក្រសែភ្នែកដែលគាត់សម្លឹងមកខ្ញុំមិនមែនជាការសម្លឹងមើលសាច់ញាតិទេតែជាការសម្លឹងមើលទំនិញដែលរងចាំការលក់មានពេលមួយគាត់ផឹកស្រាស្រវឹងហើយដកដង្ហើមធំនៅចំពោះមុខមនុស្សគ្រប់គ្នាបើកាលនោះខ្ញុំរៀបការជាមួយនាងប្រហែលជាមានកូននាគបាត់ទៅហើយពេលគាត់និយាយពាក្យនេះការសោកស្ដាយនៅក្នុងភ្នែករបស់គាត់គឺពិតប្រាកដប៉ុន្តែអ្វីដែលគាត់សោកស្ដាយមិនមែនជាការបាត់បង់ខ្ញុំទេតែជាការបាត់បង់ពស់ដែលអាចបង្កើតកូនបានឥឡូវនេះកើតជាថ្មីម្ដងទៀតខ្ញុំចង់មើលថាតើគាត់ពិតជាអាចពេញចិត្តនឹងខ្ញុំដែរឬទេកំពុងតែគិតទ្វារក៏ត្រូវបានរុញបើកយ៉ាងខ្លាំងក្លិនស្រាដ៏ខ្លាំងក្លាលីឡំជាមួយក្លិនប្រៃនៃទឹកសមុទ្របានបក់មកចំមុខនៅក្រោមស្បៃមុខខ្ញុំឃើញស្បែកជើងវែងពណ៌ខ្មៅមានលំនាំពកមួយគូឈប់នៅពីមុខខ្ញុំសំឡេងដ៏ក្រអឺតក្រទុំដល់ឆ្អឹងបានបន្លឺឡើងពីលើក្បាលគ្រាន់តែជាប្រពន្ធចុងមនុស្សតូចតាចម្នាក់តើត្រូវការឲ្យខ្ញុំរ៉ាដៃដែរឬទេខ្ញុំប្រញាប់ដោះស្បៃមុខដោយខ្លួនឯងហើយសម្លឹងមើលខេងមេងគាត់ចាប់ចង្កាខ្ញុំដោយដៃរបស់គាត់ទឹកដុំសំឡេងមិនច្បាស់លាស់ខ្ញុំចង់មើលថាតើរាងកាយមានផ្ទៃពោះពីកំណើតរបស់ពួកឯងពិតជាមានមែនឬអត់និយាយចប់គាត់ក៏ថាបខ្ញុំតែម្ដងទៀនក្រហមឆេះអស់ពាក់កណ្ដាលខេងមេងទ្រាំលែងបានក៏ស្លៀកពាក់ហើយដើរចេញទៅយ៉ាងលឿនសម្លឹងមើលខ្នងរបស់គាត់ដែលដើរចេញទៅខ្ញុំមានអារម្មណ៍ធូរស្រាលប្រហែលជាបងស្រីខ្ញុំមានជំនាញពូកែក្នុងការលបួងមនុស្សប្រុសបើមិនដូច្នេះទេគាត់នឹងមិនអាចធ្វើឲ្យខេងមេងទុកវាំងក្រោយឲ្យនៅទេអស់រយៈពេល100ឆ្នាំបន្ទាប់ពីរៀបការជាមួយខេងមេងនោះទេចំណែកខ្ញុំគ្រាន់តែជាគ្រឿងតុបតែងដែលមិនសូវសំខាន់នៅក្នុងវាំងនាគប៉ុណ្ណោះមិនយូរប៉ុន្មានបន្ទាប់ពីរៀបការខ្ញុំបានក្លាយជាមាតានាគដោយមិនមានផ្ទៃពោះប៉ុន្តែខ្ញុំត្រូវបានគេប្រងើយកន្តើយទាំងស្រុងខេងមេងបានបោះបង់ខ្ញុំចោលនៅកណ្ដាលអាធិបធ្វើឲ្យខ្ញុំក្លាយជាប្រធានបទសើចចំអកនៃវាំងនាគទាំងមូលសូម្បីតែអ្នកបម្រើតូចដែលបម្រើខ្ញុំក៏បង្ហាញទឹកមុខមិនពេញចិត្តដាក់ខ្ញុំដែរមនុស្សគ្រប់គ្នាមើលងាយខ្ញុំការពិនិត្យជីពចរតាមទម្លាប់បន្ទាប់ពីនោះក៏ត្រូវបានគេមិនអើពើដោយស្វ័យប្រវត្តិដែររហូតដល់ដំណឹងដែលថាបងស្រីនឹងត្រូវបានតែងតាំងជាមហេសីពស់បានលេចជ្រមុករាងកាយមានផ្ទៃពោះពីកំណើតរបស់ខ្ញុំក៏មានប្រតិកម្មដែរពោះរបស់ខ្ញុំបញ្ចេញពន្លឺពណ៌មីស្ទិកខ្ញុំបានស្លៀកសម្លៀកបំពាក់ច្រើនជាងធម្មតាដើម្បីបិទបាំងពិធីឡើងគ្រងរាជ្យរបស់មហេសីពស់នឹងប្រព្រឹត្តទៅនៅ100ថ្ងៃក្រោយស្ដេចពស់បានអញ្ជើញសាច់ញាតិនិងមិត្តភ័ក្តិមកពីគ្រប់ទីវាំងនាគក៏ទទួលបានការអញ្ជើញដែរហើយមានពីរច្បាប់មួយច្បាប់ផ្ញើដោយស្ដេចពស់និងមួយច្បាប់ទៀតផ្ញើដោយបងស្រីខ្ញុំគាត់បានឲ្យកូនចៅដ៏មានសមត្ថភាពបំផុតរបស់ស្ដេចពស់ស៊ីវ៉ាន់យកវាមកឲ្យខ្ញុំដោយផ្ទាល់កញ្ញាសិនហេងនេះជាលិខិតអញ្ជើញដែលមហេសីពស់របស់យើងសរសេរជូនអ្នកដោយផ្ទាល់អ្នកកុំធ្វើឲ្យវាបាត់ឲ្យសោះពេលគាត់រកខ្ញុំឃើញខ្ញុំកំពុងដាំបោក្នុងឆ្នាំងតូចមួយឥឡូវនេះខ្ញុំគ្រាន់តែជារបស់ដែលគ្មានប្រយោជន៍ដែលត្រូវបានគេបោះបង់ចោលកន្លែងដែលខ្ញុំរស់នៅគឺដាច់ស្រយាលណាស់មិននឹកស្មានថាបងស្រីនៅតែគិតដល់ខ្ញុំធ្វើពុតជាសម្រាប់ទឹកភ្នែកទទួលយកលិខិតអញ្ជើញពីកូនចៅរបស់ស៊ីវ៉ាន់ហើយងើបកន្ទុយភ្នែកបន្តិចមើលទៅបងស្រីប្រហែលជានៅមិនទាន់ដឹងពីច្បាប់លាក់កំបាំងផ្ទៃក្នុងរបស់ត្រកូលពស់ទេច្បាប់នេះគួរឲ្យខ្លាចជាងច្បាប់របស់វាំងនាគទៅទៀតថ្ងៃដែលនាងដឹងការពិតខ្ញុំពិតជាទន្ទឹងរង់ចាំណាស់បន្ទាប់ពីស៊ីវ៉ាន់ចាក់ចេញមនុស្សនៅក្នុងវាំងនាគទីបំផុតក៏នឹកឃើញថាមានមនុស្សដូចខ្ញុំម្នាក់ដែរខេងមេងក៏បានប្រកាសជាផ្លូវការថាខ្ញុំជាប្រពន្ធចុងទី99របស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំដែលខ្ញុំចូលវាំងនាគខេងមេងបានបន្ថែមប្រពន្ធចុងរាប់សិបនាក់ទៀតក្នុងជីវិតមុនក៏ដូចគ្នាដែរបងស្រីមិនដែលបង្កើតអ្នកស្នងរកទេប្រពន្ធចុងរបស់ខេងមេងកើនឡើងជារៀងរាល់ឆ្នាំគ្រាន់តែចំនួនក្នុងជីវិតនេះច្រើនជាងជីវិតមុនទៅទៀតហើយគ្រួសារដែលស្ត្រីទាំងនេះរស់នៅសុទ្ធតែមានស្ត្រីដែលមានរាងកាយងាយមានផ្ទៃពោះប៉ុន្មានថ្ងៃនេះចំពេលថ្ងៃកំណើតរបស់ប្រពន្ធចុងដ៏មានតម្លៃម្នាក់របស់ខេងមេងខ្ញុំក៏ត្រូវបានអញ្ជើញដែរតាមពិតទៅពេលឃើញបិសាចស្រីដែលស្រស់ស្អាតដូចការទាំងនេះខ្ញុំក៏ពិតជាកោតសរសើរបងស្រីខ្ញុំដែរក្នុងជីវិតមុននាងអាចប្រើឋានៈជាមនុស្សធម្មតាធ្វើឲ្យខេងមេងតែងតាំងនាងជាមហេសីអស់រយៈពេល100ឆ្នាំពិតជាមានមធ្យោបាយអស្ចារ្យមែនមានប្រពន្ធចុងស្លៀកពាក់ពណ៌បៃតងម្នាក់បិទមាត់និយាយដោយចេតនាប្អូនស្រីរបស់អ្នកគឺជាមហេសីពស់ចំណែកអ្នកគឺជាទី99ខ្ញុំជាប្រពន្ធចុងដែលសំបីតែឈ្មោះក៏មិនស័ក្តិសមនឹងមានដែរដោយសារតែខេងមេងចង់បានអ្នកស្នងរកយ៉ាងខ្លាំងអ្នកចំណូលថ្មីដែលចូលមកសុទ្ធតែត្រូវបានរៀបចំតាមលេខកូនចៅរបស់វាំងនាគគឺពិបាកពេកហើយរហូតមកដល់ពេលនេះមិនទាន់មានស្ត្រីណាម្នាក់មានចលនានៅក្នុងពោះនៅឡើយទេទោះបីជាខ្ញុំចូលវាំងនាគមុនមនុស្សភាគច្រើនក៏ដោយប៉ុន្តែខ្ញុំតែងតែត្រូវបានគេមិនអើពើឥឡូវនេះខ្ញុំស្ថិតនៅខាងចុងគេប្អូនស្រីទី99គិតទៅក៏ជាមនុស្សមានឋានៈដែរប្រពន្ធធំទី1របស់ខេងមេងមើលទៅមានចិត្តទូលាយនៅខាងក្រៅប៉ុន្តែតែងតែឆ្លៀតឱកាសសើចចំអកឲ្យខ្ញុំនាងរៀបការចូលវាំងនាគមុនគេរាប់រយឆ្នាំមកហើយរហូតមកដល់ពេលនេះនៅតែជាប្រពន្ធចុងខ្ញុំគ្រាន់តែសម្លឹងមើលពួកគេស្រាលតាមពាក្យលោកីនេះគឺជាហ្វូងមេមន់ដែលមិនពង
ខ្ញុំធ្លាប់គិតចង់រស់នៅជាមួយពួកគេឲ្យបានល្អបើមានឱកាសខ្ញុំអាចជួយសង្គ្រោះពួកគេបានប៉ុន្តែឥឡូវនេះមើលទៅគ្មាននរណាម្នាក់ស័ក្តិសមនឹងរស់រានមានជីវិតឡើយជាក់ស្ដែងវាជាពិធីជប់លៀងថ្ងៃកំណើតប៉ុន្តែអ្វីដែលអ្នករាល់គ្នាពិភាក្សាគឺថាខេងមិញដេកជាមួយអ្នកណាយូរជាងគេខេងមិញទៅបន្ទប់អ្នកណាញឹកញាប់ជាងគេពាក្យបែបនេះស្ដាប់ទៅគួរឲ្យខ្ពើមអាំណាស់ប្រពន្ធចុងស្លៀកពាក់ពណ៌បៃតងនោះស្រាប់តែនិយាយដល់ខ្ញុំម្ដងទៀតឬថាប្អូនស្រីទី99ការបម្រើស្វាមីលើកដំបូងធ្វើឲ្យស្វាមីខឹងរហូតដល់ដើរចេញកាលនោះបន្ទាប់ពីខ្ញុំត្រូវបានខេងមិញបោះបង់ចោលនៅកណ្ដាលអាធ្រាត្រគាត់ក៏ទៅរកប្រពន្ធចុងផ្សេងទៀតរឿងនេះត្រូវបានគេសើចចំអកអស់រយៈពេលយ៉ាងយូរកន្លងផុតទៅប៉ុន្មានឆ្នាំហើយមិននឹកស្មានថានៅតែអាចយកមកធ្វើជាប្រធានបទសន្ទនាបានទៀតខ្ញុំមិនសូវយល់ទេទោះបីជាបងស្រីខ្ញុំធ្វើជាមហេសីពោះក៏ដោយក៏វាមិនពាក់ព័ន្ធនឹងពួកគេដែរហាក់ដូចជាមនុស្សគ្រប់គ្នាកំពុងតម្រង់គោលដៅមកលើខ្ញុំមិនយូរប៉ុន្មានខ្ញុំក៏ដឹងពីមូលហេតុខេងមិញទៅចូលរួមពិធីឡើងគ្រងរាជ្យរបស់ត្រកូលពស់ដោយសម្រេចចិត្តនាំខ្ញុំទៅតែម្នាក់ឯងប៉ុន្មានឆ្នាំនេះខ្ញុំរវល់នឹងកិច្ចការមិនបានយកចិត្តទុកដាក់នឹងនាងខេងមិញខិតខំគិតយ៉ាងណាក៏មិនអាចនឹកឃើញថាខ្ញុំឈ្មោះអ្វីដែរខ្ញុំនឹកឃើញដល់ពេលនេះក្នុងជីវិតមុនវាំងនាតបែរជាកំពុងរៀបចំពិធីឡើងគ្រងរាជ្យរបស់បងស្រីទៅវិញក្រៅពីមធ្យោបាយរបស់បងស្រីអ្វីដែលសំខាន់បំផុតគឺខ្ញុំបានឲ្យស្ដេចពស់និងវាំងនាតមានទំនាក់ទំនងញឹកញាប់ជួយបងស្រីបានច្រើនណាស់ពេលនោះខេងមិញចង់ចាំឈ្មោះខ្ញុំយ៉ាងច្បាស់ខ្ញុំឃើញគាត់ពិតជានឹកមិនឃើញមែនក៏ផ្ដួចផ្ដើមគំនិតណែនាំឈ្មោះខ្លួនឯងគាត់ក៏យកភ្លាមប៉ុន្តែបែរជាចង់ចាំឈ្មោះបងស្រីយ៉ាងច្បាស់ទៅវិញអូបងស្រីរបស់នាងដែលជាមហេសីពោះឈ្មោះシェនឈៀនពិតណាស់ឲ្យតែមិនពូកែដូចគេនឹងចង់ចាំអ្នកស្រាប់តែខ្ញុំនឹកឃើញរឿងមួយដែលបានកើតឡើងក្នុងជីវិតមុនគឺជារឿងដែលបងស្រីដ៏ល្អនោះបានធ្វើបើលើកនេះខ្ញុំត្រូវរងគ្រោះជំនួសទៀតខ្ញុំច្បាស់ជាស្លាប់ដោយគ្មានកន្លែងកប់ខ្មោចមិនខានខ្ញុំផ្ដួចផ្ដើមគំនិតនិយាយពីរឿងដែលស៊ីវ៉ាន់មកបញ្ជូនលិខិតអញ្ជើញឲ្យខ្ញុំដោយផ្ទាល់កាលពីប៉ុន្មានថ្ងៃមុនបង្ហាញទឹកមុខមិនយល់ជាក់ស្ដែងគ្រាន់តែជារឿងតូចតាចក្នុងការបញ្ជូនលិខិតអញ្ជើញសោះប៉ុន្តែបែរជាឲ្យមេតបធំរបស់ត្រកូលពស់មកដោយផ្ទាល់មកបញ្ជូនលិខិតអញ្ជើញជំនួសបងស្រីខ្ញុំពីព្រលឹមគឺថាមេតបស៊ីវ៉ាន់របស់ត្រកូលពស់តែងតែស្វែងរកអាវុធដែលមានធាតុភ្លើងពេលខ្ញុំនិយាយពាក្យនេះទឹកដុំសម្លេងខ្ញុំធ្វើជាស្រាលហាក់ដូចជាការនិយាយលេងសើចធម្មតាប៉ុន្តែកន្ទុយភ្នែកខ្ញុំតែងតែសង្កេតមើលប្រតិកម្មរបស់ខេងមិញគាត់ពិតជាឈប់ដើរមែនអាវុធធាតុភ្លើងខេងមិញងាកមកវិញមកចិញ្ចាមបន្តិចនាងជាមនុស្សធម្មតាម្នាក់ប៉ុន្តែបែរជាដឹងដំណឹងលឿនម្លេះខ្ញុំទម្លាក់ភ្នែកចុះសម្លេងខ្ញុំមានភាពភ័យខ្លាចបន្តិចដែលស័ក្តិសមខ្ញុំក៏បាននឿដោយចៃដន្យដែរថ្ងៃនោះមេតបស៊ីវ៉ាន់មកបញ្ជូនលិខិតអញ្ជើញខ្ញុំឃើញដាវនៅចង្កេះគាត់មានពន្លឺភ្លើងហូរតិចក៏មើលបន្ថែមមួយផ្លែតក្រោយមករបងស្រីក្នុងវាំងនេះនិយាយថាទើបដឹងថាវាជាអាវុធទេវៈដែលត្រកូលពស់តែងតែស្វែងរកខ្ញុំឈប់បន្តិចហើយហាក់ដូចជានឹកឃើញអ្វីមួយសម្លេងខ្ញុំកាន់តែទាបនិយាយទៅក៏ចៃដន្យដែរមុនពេលខ្ញុំចូលវាំងនាគធ្លាប់រើពុកនិយាយពីរឿងមួយគាត់និយាយថាវាំងនាគមានអាវុធទេវៈបុរាណមួយឈ្មោះថា Hulian ដែលតែងតែត្រូវបានការពារដោយទម្រង់វេទមន្តលាក់នៅក្នុងឃ្លាំងកំណត់នៃវាំងនាគឪពុកក៏ធ្លាប់ដកដង្ហើមធំដែរដោយនិយាយថារបស់ល្អបែបនេះបើត្រកូលពស់យកបានមុខមាត់របស់ត្រកូលនាគនឹងខ្ញុំមិនបាននិយាយចប់ទេគ្រាន់តែឈប់និយាយនៅពេលដ៏ស័ក្តិសមក្រសែភ្នែករបស់ខេងមិញបានផ្លាស់ប្ដូរគាត់ពិតជាដឹងថា Hulian គឺជាអាវុធទេវៈដែលបន្សល់ទុកដោយស្ដេចណាគ្រប់ចំនួននៃវាំងនាគកម្រិតរបស់វាខ្ពស់ណាស់សូម្បីតែគាត់ផ្ទាល់ក៏ប្រហែលជាមិនអាចគ្រប់គ្រងវាបានទាំងស្រុងដែរដោយសារតែវាមានតម្លៃពេកទើបវាត្រូវបានបិទចិត្តដោយទម្រង់វេទមន្តជាច្រើនត្រកូលនាគធម្មតាសូម្បីតែសិទ្ធិចូលចិត្តក៏គ្មានដែរនាងមានន័យថាសម្លេងរបស់ខេងមិញស្រុតចុះមនុស្សរបស់ត្រកូលពស់បានប៉ះពាល់ហ៊ូលៀនរបស់វាំងនាគខ្ញុំមិនហ៊ាននិយាយផ្ដេសផ្ដាស់ទេខ្ញុំក្រវីក្បាលជាប់គ្នាគ្រាន់តែមានអារម្មណ៍ចម្លែករឿងតូចតាចដូចជាការបញ្ជូនលិខិតអញ្ជើញគ្រាន់តែបញ្ជូនអ្នកបម្រើម្នាក់ក៏គ្រប់គ្រាន់ហើយហេតុអ្វីបានជាត្រូវឲ្យមេតបធំស៊ីវ៉ាន់មកដោយផ្ទាល់គាត់គឺជាកម្ពុជាអ្នកប្រយុទ្ធចំណាត់ថ្នាក់កម្ពុជាទាំង3របស់ត្រកូលពស់មនុស្សបែបនេះមកវាំងនាគដោយផ្ទាល់ប្រហែលជាមិនមែនគ្រាន់តែដើម្បីបញ្ជូនលិខិតអញ្ជើញមួយសន្លឹកទេដឹងខ្ញុំងើបភ្នែកឡើងមើលខេងមិញមួយផ្លែតយ៉ាងលឿនហើយក៏ប្រញាប់អន់ក្បាលចុះវិញខ្ញុំល្ងងខ្លៅគ្រាន់តែមានអារម្មណ៍ថាមានអ្វីចម្លែកហើយមិនហ៊ានលាក់បាំងទៅខេងមិញនៅស្ងៀមខ្ញុំដឹងថាគាត់កំពុងគិតអ្វីទម្រង់វេទមន្តរបស់ Hulian គឺស្មុគស្មាញណាស់ត្រូវការបញ្ជាក់ពីខ្សែស្រឡាយនាគយ៉ាងហោចណាស់3ជាន់ទើបអាចដោះបានអ្នកខាងក្រៅចង់បំបែកវាស្ទើរតែមិនអាចទៅរួចទេប៉ុន្តែបងស្រីមិនដូចគ្នាទេក្នុងជីវិតមុនគាត់រស់នៅក្នុងវាំងនាគអស់រយៈពេល100ឆ្នាំចំពោះវាំងនាគការរៀបចំទម្រង់វេទមន្តគឺដឹងច្បាស់ដូចបាតដៃបើគាត់ពិតជាបានប្រាប់វិធីបំបែកទៅស៊ីវ៉ាន់មែននោះ Hulian ពិតជាអាចត្រូវបានគេយកទៅបាត់ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតស៊ីវ៉ាន់ក៏បានកើតឡើងមុនពិធីឡើងគ្រងរាជ្យរបស់ត្រកូលពស់ដែរដូច្នេះនៅពេលដែលស៊ីវ៉ាន់បង្ហាញ Hulian នៅក្នុងពិធីមុខមាត់របស់ត្រកូលនាគទាំងមូលនឹងត្រូវបាត់បង់មុខរបស់ខេងមិញស្រអាប់រហូតដល់អាចស្រក់ទឹកបាននរណានៅទីនោះអ្នកយាមម្នាក់បានចូលមកតាមការហៅទៅឃ្លាំងកំណប់ពិនិត្យមើលថាតាត្រារបស់ Hulian នៅល្អឬអត់ក្រសែភ្នែករបស់ខេងមិញដូចជាកំបិតសម្លឹងមកខ្ញុំចាំទុកមិនអនុញ្ញាតឲ្យនរណាម្នាក់និយាយរឿងនេះទេអ្នកយាមទទួលបញ្ជាហើយចាក់ចេញទៅខេងមិញអង្គុយចុះវិញលើកកែវស្រាផឹកអស់មួយកែវប៉ុន្តែមិនបានមើលខ្ញុំសំបីតែមួយផ្លែតខ្ញុំឈរស្ងៀមនៅខាងក្នុងចិត្តដឹងច្បាស់ថាគាត់មិនទាន់ជឿខ្ញុំទាំងស្រុងទេនៅក្នុងភ្នែករបស់ខេងមិញខ្ញុំគ្រាន់តែជាប្រពន្ធចុងតូចតាចដែលសំបីតែឈ្មោះក៏មិនស័ក្តិសមនឹងមានដែរស្រាប់តែនិយាយពាក្យបែបនេះបើមិនមានចិត្តនាអាក្រក់ទេក៏មានគេបញ្ជាដែរ
ប៉ុន្តែមិនអីទេចំណុចខ្សោយធំបំផុតរបស់មនុស្សដែលមានមោទនភាពគឺជាតែអ្វីដែលខ្លួនឯងបានឃើញប៉ុណ្ណោះចាំដល់ពេលគាត់ឃើញហ៊ូលៀនត្រូវគេលួចដោយផ្ទាល់ភ្នែកគាត់នឹងយល់ដោយខ្លួនឯងថាអ្នកណាជាអ្នកកុហកក្នុងជីវិតមុនបងស្រីប្រើល្បិចនេះធ្វើឲ្យខ្ញុំមិនអាចប្រកែកបានក្នុងជីវិតនេះខ្ញុំចង់ឲ្យរឿងនេះបដូរអ្នកសម្ដែងវិញប្រហែលជាមួយពេងតែក្រោយមកអ្នកយាមក៏ប្រញាប់ត្រឡប់មកវិញមុខស្លេកស្លាំងសូមទូស្ដេចអ្នកយាមលុតជង្គង់នៅលើដេក សូមអរគុណសម្រាប់ការទស្សនាសូមរងចាំទស្សនាភាគបន្តសូមជួយចុច Subscribe ដើម្បីទទួលបានភាពបន្ត